ទូរទស្សន៍សភាជាតិបារាំង Public Senate បានចេញផ្សាយខ្សែភាពយន្តស៊ើបអង្កេតដ៏កក្រើកមួយស្ដីអំពីព្រះមហាក្សត្រថៃព្រះបាទមហាវชิរលង្កររាមាទី10ដោយលាតត្រដាងរឿងអាស្រូវរាជវង្សការក្តាប់អំណាចនិងវិបត្តិនយោបាយដែលបានបន្តរាប់ទសវត្សរ៍ខ្សែភាពយន្តនេះត្រូវបានចាក់ផ្សាយជាភាសាបារាំងកាលពីថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ហើយទាក់ទាញអ្នកទស្សនារាប់លានអ្នកនៅទូទាំងពិភពលោកព្រោះវាបានបង្ហាញពីផ្ទៃខាងក្រោយដែលកម្រមានអ្នកណាហ៊ាននិយាយនៅក្នុងប្រទេសថៃអ្នកកាសែតបារាំងបានក្លែងខ្លួនជាអ្នកទេសចរដើម្បីតាមថតសកម្មភាពរបស់ព្រះមហាក្សត្រថៃនៅអឺរ៉ុបនិងអំឡុងពេលទ្រង់បង្ហាញព្រះកាយជាសាធារណៈដ៏កម្រវីដេអូបានបង្ហាញពីជីវិតឯកជនដ៏ចម្រូងចម្រាសរួមទាំងរឿងអាស្រូវដ៏ល្បីក្នុងឆ្នាំ2001ដែលពាក់ព័ន្ធនឹងព្រះមហេសីទី3គឺព្រះនាងស្រីរស្មីនៅក្នុងពិធីខួបកំណើតមួយដែលត្រូវបានថតទុកព្រះនាងត្រូវបានគេរាយការណ៍ថាបង្ខំឲ្យស្លៀកពាក់ស្ទើរអាក្រាតកាយគណៈមន្ត្រីនិងបុគ្គលិករាជវាំងឈរមើលដោយគ្មានអ្នកណាហ៊ានប្រឆាំងរឿងនេះធ្លាប់ក្លាយជាព្យុះអាស្រូវធំមួយដែលបង្កការព្រួយបារម្ភថាម្ចាស់រាជទាយាទអង្គនេះអាចនឹងក្លាយជាព្រះមហាក្សត្រដែលបង្កវិបត្តិដល់ស្ថាប័នរាជានិយមថៃនៅថ្ងៃអនាគតខ្សែភាពយន្តក៏បានចូលជ្រៅទៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ព្រះអង្គផងអាពាហ៍ពិពាហ៍ដំបូងត្រូវបានរៀបចំដោយព្រះមាតាគឺម្ចាស់ក្សត្រីសិរិគិតប៉ុន្តែទំនាក់ទំនងនោះបានបែកបាក់យ៉ាងឆាប់រហ័សបន្ទាប់មកព្រះអង្គបានរៀបការជាមួយតារាសម្ដែងម្នាក់និងមានបុត្រាប្រុស4អង្គប៉ុន្តែក្រោយមកពួកគេត្រូវបានបណ្តេញចេញពីប្រទេសថៃទៅរស់នៅសហរដ្ឋអាមេរិកប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថាមានការបញ្ចេញរូបភាពឯកជនរបស់អតីតភរិយាដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងដែលធ្វើឲ្យរឿងនេះកាន់តែរងការរិះគន់ខ្លាំងក្រៅពីរឿងជីវិតផ្ទាល់ខ្លួនវីដេអូស៊ើបអង្កេតនេះបានផ្ដោតយ៉ាងខ្លាំងលើការក្តាប់អំណាចរបស់ព្រះអង្គបន្ទាប់ពីឡើងគ្រងរាជ្យនៅឆ្នាំ2016ខ្សែភាពយន្តបានពណ៌នាថាព្រះអង្គបានកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ2017ដើម្បីដាក់ការិយាល័យទ្រព្យសម្បត្តិរាជវង្សឲ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ព្រះអង្គទ្រព្យសម្បត្តិដែលធ្លាប់ត្រូវគេចាត់ទុកថាជាទ្រព្យជាតិត្រូវបានផ្ទេរទៅជាទ្រព្យផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រដែលមានតម្លៃប៉ាន់ស្មានពី30ទៅ60ពាន់លានដុល្លារធ្វើឲ្យទ្រង់ក្លាយជាព្រះមហាក្សត្រមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតមួយលើពិភពលោករបាយការណ៍នេះក៏លើកឡើងពីច្បាប់ប្រមាថព្រះមហាក្សត្រឬមាត្រា112ដែលត្រូវបានប្រើយ៉ាងតឹងរ៉ឹងករណីចោទប្រកាន់បានកើនឡើងរាប់រយករណីក្នុងមួយឆ្នាំហើយនិស្សិតសកម្មជនអ្នកសារព័ត៌មាននិងមេធាវីជាច្រើនត្រូវជាប់ពន្ធនាគាររយៈពេលយូរព្រោះតែការរិះគន់រាជវង្សវីដេអូក៏បានរំលឹកពីការបាត់ខ្លួនរបស់អ្នកប្រឆាំងរាជានិយមជាច្រើនអ្នកនៅប្រទេសឡាវនិងកម្ពុជាដែលធ្វើឲ្យមានការសង្ស័យពីប្រតិបត្តិការលាក់កំបាំងឆ្លងដែនចំណុចដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍បំផុតគឺវិបត្តិនៃការស្នងរាជ្យទោះមានព្រះជន្មជាង70វស្សាក៏ព្រះមហាក្សត្រមិនទាន់ប្រកាសច្បាស់ពីអ្នកស្នងរាជ្យនៅឡើយព្រះអង្គម្ចាស់ទីបង្គរដែលជារាជយាទផ្លូវការត្រូវបានប្រព័ន្ធផ្សព្វផ្សាយខ្លះរាយការណ៍ថាមានបញ្ហាផ្នែកការអភិវឌ្ឍស្មារតីគណៈបុត្រាប្រុសដែលរស់នៅអាមេរិកកំពុងវិលត្រឡប់មកថៃវិញដែលអាចបង្កជាជម្លោះផ្ទៃក្នុងរាជវង្សនៅពេលអនាគតនៅចុងបញ្ចប់ខ្សែភាពយន្តបានបញ្ចេញសារយ៉ាងចាក់ដោតថាទោះបីរូបភាពខាងក្រៅរបស់ព្រះមហាក្សត្រថៃមើលទៅដូចជាអំណាចដែលមិនអាចប៉ះពាល់បានក៏ដោយប៉ុន្តែនៅពីក្រោយនោះគឺជារបបរាជានិយមដែលកំពុងរង្គោះរង្គើដោយរឿងអាស្រូវការគៀបសង្កត់និងវិបត្តិផ្ទៃក្នុងដែលសង្គមថៃកាន់តែពិបាកលាក់បាំងពីភ្នែកពិភពលោក